រឿងអណ្ដើកនិងខ្យងនៅក្បែរបឹងដ៏ធំមួយមានសត្វច្រើនប្រភេទរស់នៅប្រស្រ័យគ្នាទៅវិញទៅមកយ៉ាងរីករាយបឹងនោះមានដើមឈើធំតូចដុះជុំវិញមាត់បឹងផ្ដល់ម្លប់ត្រជាក់ដល់សត្វទាំងអស់ដែលរស់នៅនឹងបឹងនោះនិងសម្បូរដោយកូនស្លែជាច្រើនធ្វើឲ្យសត្វជាច្រើនប្រភេទងាយស្រួលរកចំណីស៊ីរួមទាំងអណ្ដើកដែរអណ្ដើកបានកាយរួមក្បែរមាត់បឹងនោះដើម្បីរស់នៅពេលខ្លះវាក៏រស់នៅក្នុងទឹកជាមួយនឹងពពួកត្រីហើយថ្ងៃខ្លះក៏វាឡើងគោកសំងំនៅក្នុងរូងអណ្ដើកមានមិត្តសម្លាញ់មួយគឺខ្យងវាទាំងពីរតែងតែណាត់គ្នាហែលទឹកលេងយ៉ាងសប្បាយរីករាយស្ទើររាល់ថ្ងៃមិនដែលខានថ្ងៃខ្លះក៏បបួលគ្នាហែលទឹកប្រណាំងគ្នាថ្ងៃខ្លះក៏បបួលគ្នាវាលើដីគោកដោយខ្យងតែងតែបង្អាប់អណ្ដើកថាជាសត្វយឺតយ៉ាវធ្វើឲ្យអណ្ដើកខឹងចង់ប្រណាំងវាលើគោកជាមួយខ្យងតែសត្វទាំងពីរប្រកួតគ្នាមិនបានយូរទេពីព្រោះពួកគេតែងតែភ្លេចខ្លួនជាមួយនឹងធម្មជាតិនៅតាមដងផ្លូវដែលគេប្រណាំងគ្នានោះហើយក៏និយាយគ្នាបណ្ដាលនឹងមើលទេសភាពតាមដងផ្លូវរហូតភ្លេចគិតថាខ្លួនកំពុងតែប្រណាំងគ្នាមិត្តទាំងពីរតែងតែចំណាយពេលជាមួយគ្នាបែបនេះស្ទើររាល់ថ្ងៃរដូវភ្លៀងបានចូលមកដល់អណ្ដើកនិងខ្យងរីករាយជាខ្លាំងដោយព្រោះនេះជាទឹកភ្លៀងដើមឆ្នាំធ្លាក់មកលើដីដ៏ហួតហែងជាសញ្ញាប្រាប់ថាខែវស្សាបានមកដល់ហើយស្មៅតាមមាត់បឹងប្រែជាខៀវស្រងាត់ដើមឈើទាំងឡាយស្រស់បំព្រងផ្ការីកស្គុះស្គាយបន្ថែមសម្រស់យ៉ាងស្រស់ស្អាតនៅក្នុងព្រៃនាមាត់បឹងនោះអណ្ដើកនិងខ្យងរីករាយណាស់នាំគ្នាលេងទឹកភ្លៀងជាមួយគ្នាបន្ទាប់មកក៏ត្រឡប់មកលំនៅរបស់ខ្លួនវិញដោយរីករាយ